បាទគោរពជំរាបសួរពុកម៉ែបងប្អូនបាទវិលត្រឡប់សារជាថ្មីសម្រាប់ឆ្នាំ2026បាទសុខទុក្ខយ៉ាងណាដែរបាទខ្ញុំសូមអធិស្ឋានផងដែរបើសិនបើមានឮសំឡេងរំខានអីណាព្រោះដោយសារខ្ញុំនៅនេះគឺនៅបន្ទប់បាទរួមគ្នាអញ្ចឹងទៅគេលោកមានឮសំឡេងអីរំខានបាទសូមធ្វើការខន្តីអភ័យទោសផងខ្ញុំមកនេះគឺខ្ញុំមាន clear មួយចំនួនចង់ចែកជូនពុកម៉ែបងប្អូន clear នោះប្រហែលជាបងប្អូនបានស្គាល់បានដឹងហើយបាទគឺ clear ដែលវាកន្លងផុតទៅណាប៉ុន្តែខ្ញុំសូមលើកយកឡើងមកនិយាយដើម្បីធ្វើជាវីដេអូចែកជូនបាទគឺ clear have go have back ហើយនឹង clear មួយទៀតគឺ you know me little go បាទ clear នេះល្បីមែនទែនបាទគឺមានយុវជននិងសិស្សសាលាជាច្រើនដែលគាត់យកទៅលេងបាទពាក្យ have go have back ឬក៏ you know me little go នេះគឺមិនត្រឹមត្រូវទេនៅក្នុងភាសាអង់គ្លេសបើយើងនិយាយតាក់ទងទៅនឹងវិជ្ជាកររឹតតែមិនត្រូវទៅទៀតបាទវាឆ្ងាយមែនតើណាបាទអញ្ចឹងដើម្បីប្រើ clear ទាំងអស់នេះគេមាន clear របស់គេសម្រាប់ប្រើយើងមិនមែនចេះតែយកពាក្យទៅផ្គុំទេដូចស្អីគេ lemon cake ក្រូចឆ្មាហ្នឹងណាអត់ទេភាសាអង់គ្លេសគេមាន clear របស់គេអញ្ចឹង clear ទាំងអស់នោះគឺគេសម្រាប់ប្រើជំនួសឲ្យ have go have back ឬក៏ you know me little go គឺគេមិនមែនប្រើ clear ហ្នឹងទេគឺគេមាន clear របស់គេបាទអញ្ចឹងយើងទៅមើល clear អីណាបាទ clear ទី1គឺគេប្រើពាក្យគេហៅថាthat for that បាទ that for that ហ្នឹងគឺមានន័យថាមានទៅមានមកប៉ុន្តែគេប្រើក្នុងអីគេក្នុងស្ថានភាពសងសឹកគ្នាបែបស្មើភាពគ្នាមានថាតបស្នងភ្លាមណាមានថាគេធ្វើអីដាក់យើងធ្វើក្នុងដាក់គេវិញមានថាធ្វើដាក់យើងប៉ុណ្ណាយើងធ្វើទៅវិញប៉ុណ្ណឹងបាទអាហ្នឹងគឺក្នុងន័យសងសឹកគ្នាបាទគឺគេប្រើthat for that បាទហើយនេះបងប្អូនមើល clear នេះមើលនៅក្នុងរូបនេះដែលខ្ញុំ screenshot ហ្នឹងគឺខ្ញុំ screenshot ចេញពី Longman Dictionary គេថា that for that គេថាម៉េច something bad that you do to someone because they have done something bad to you មានន័យថារឿងរ៉ាវអាក្រក់ណាមួយដែលអ្នកបានធ្វើទៅកាន់នរណាម្នាក់ណាពីព្រោះពួកគេបានធ្វើរឿងអាក្រក់ណាមួយនោះមកយើងដែរអញ្ចឹងមានថាយើងតបស្នងវិញដោយនៅទង្វើអាក្រក់នោះដែរយើងមើលឧទាហរណ៍ទាំងអស់គ្នានេះ example គេថាម៉េច he didn't invite me to his party so I didn't invite him to mine it was that for that ណែមានថាគាត់មិនបានអញ្ជើញខ្ញុំចូលកម្មវិធីជប់លៀងរបស់គាត់ទេអញ្ចឹងខ្ញុំក៏មិនអញ្ជើញគាត់ចូលរួមកម្មវិធីរបស់ខ្ញុំវិញដែរវាជាការសងសឹកបែបមានទៅមានមកអាហ្នឹងមានថាអត់អញ្ជើញខ្ញុំក៏មិនអញ្ជើញអ្នកឯងដែរតែឥឡូវអត់ទេណាការអ្នកឯងអត់ហៅខ្ញុំតែការខ្ញុំហៅអ្នកឯងបាទវាខុសគ្នាអញ្ចឹងហើយ clear ទី2គឺគេប្រើពាក្យថា what goes around come around មែន what goes around come around ធ្វើម៉េចបានហ្នឹងធ្វើអីបានហ្នឹងបើភាសាខ្មែរគេថាសាបព្រោះពូជបែបណារមែងទទួលបាននៅពូជបែបនោះណាបាទបើយើងនិយាយទៅ clear មួយនេះគេប្រើសំដៅទៅលើកម្មផលបាទពុទ្ធសាសនាណាអ្នករៀនកម្មផលហ្នឹងគឺមានកម្មផលមានពិតណាបាទគឺគេប្រើ what goes around come around ធ្វើអីបានហ្នឹងបាទកម្មផលមានពិតហើយ clear ហ្នឹងគេប្រើសម្រាប់សារដាស់តឿនមិនមែនសម្រាប់សងសឹកគ្នាទេសារដាស់តឿនមិនឧទាហរណ៍ថា don't be mean to others because what goes around come around មានថា what goes around comes around មានថាកុំធ្វើទង្វើអាក្រក់ដាក់នរណាម្នាក់ព្រោះអ្វីដែលអ្នកធ្វើទៅកាន់គេនឹងវានឹងវិលត្រឡប់មកអ្នកវិញកុំធ្វើទង្វើអាក្រក់ដាក់នរណាម្នាក់ព្រោះទង្វើអាក្រក់ដែលអ្នកឯងធ្វើដាក់គេនឹងវានឹងវិលត្រឡប់មករកអ្នកឯងវិញបាទអាហ្នឹងគឺអញ្ចឹងប៉ុន្តែបែបដាស់តឿនមិនមែនបែបសងសឹកទេគឺគេប្រើ what goes around come around what goes around comes around បាទគឺ clear នេះគេប្រើសម្រាប់និយាយបែបកម្មផលបាទអាហ្នឹងកម្មផលមានពិតទង្វើអាក្រក់ដែលយើងធ្វើដាក់គេហើយវារមែងនឹងទង្វើអាក្រក់ហ្នឹងវាវិលមកយើងវិញបាទនៅថ្ងៃណាមួយបាទ clear ទី3គឺ taste of your own medicine បាទ taste of your own medicine នេះមានន័យថាឲ្យស្គាល់នៅរសជាតិអ្វីដែលខ្លួនឯងធ្លាប់ធ្វើដាក់គេបាទអាហ្នឹងឲ្យស្គាល់នៅរសជាតិអ្វីដែលខ្លួនឯងធ្លាប់ធ្វើដាក់គេថាវាជាចាប់ប៉ុណ្ណា clear នេះពុកម៉ែបងប្អូនគេប្រើនៅពេលដែលរឿងអាក្រក់មួយយ៉ាងមានថាយើងធ្វើដាក់គេវិញណាបាទមានថាគេធ្លាប់ធ្វើឲ្យយើងអីគេបាទធ្វើឲ្យយើងឈឺចាប់ធ្វើឲ្យយើងអីហ្នឹងគឺយើងប្រើ clear ហ្នឹងដើម្បីតបស្នងទៅគេវិញឥឡូវយើងមើលឧទាហរណ៍នេះឧទាហរណ៍គេថាម៉េច he is always betraying me so today I betray him to
to give him a taste of his own medicine មានថា of his own medicine នោះមានន័យថាម៉េចគាត់តែងតែធ្វើទង្វើក្បត់បោកប្រាស់ខ្ញុំអីចឹងណាបាទតែងតែក្បត់ខ្ញុំបោកប្រាស់ខ្ញុំដូច្នេះថ្ងៃនេះខ្ញុំនឹងក្បត់គាត់វិញបាទដើម្បីឲ្យគាត់ស្គាល់នៅរសជាតិដែលខ្លួនឯងធ្លាប់ក្បត់ខ្ញុំហ្នឹងបាទធ្លាប់ក្បត់យើងហ្នឹងមានន័យថា clear ហ្នឹងគេសម្រាប់តបស្នងអញ្ចឹងណាបាទអូនឯងក្បត់បងក្បត់អូនឯងវិញឲ្យដឹងថាវាជឿចាស់ប៉ុណ្ណាអាហ្នឹងវាអញ្ចឹងបាទឬក៏មួយទៀតយើងអាចប្រើជំនួសឲ្យពាក្យថាtest of your own medicine ហ្នឹងគឺយើងប្រើពាក្យនេះមួយទៀតគេប្រើពាក្យថាstab in the back មានថាក្បត់វាស្មើនឹងពាក្យក្បត់ដែរប៉ុន្តែវាខ្លាំងជាងពាក្យ betray អាហ្នឹងវាខ្លាំងជាងពាក្យ betray ហ្នឹងវាដូចចាក់ពីក្រោយខ្នងដែលគេនិយមនិយាយនៅក្នុងន័យបែបឌឺដងបាទវាខ្លាំងជាងពាក្យ betray ទៅទៀតឧទាហរណ៍ដូចគេ he is always stabbing me in the back so I'm giving him a taste of his own medicine today បាទមានថាគាត់តែងតែក្បត់ខ្ញុំបាទដូច្នេះខ្ញុំនឹងអីគេបាទផ្ដល់នៅការក្បត់គាត់វិញឲ្យគាត់ស្គាល់រសជាតិអ្វីដែលគាត់ធ្លាប់ធ្វើដាក់គេថាវាចាប់ប៉ុណ្ណាបាទអាហ្នឹង clear នឹងមួយដែរអាហ្នឹងខ្ញុំបកនិយាយអស់ណាថាតកតងទៅនឹង clear have go have back ដែលយើងចង់ប្រើគេមាន clear របស់គេប្រើហើយគេមានពាក្យនីមួយៗសម្រាប់ស្ថានភាពនីមួយៗទៀតបាទមិនមែន have go have back ទេហើយមួយវិញផងដែរបងប្អូនសម្រាប់ clear have go have back ហ្នឹងណាបាទដែលខ្ញុំបតិគ្នាដែលយើងប្រើមកមិញមាន tit for tat what goes around come around នេះទៅបាទtest of your own medicine នេះទៅមែនខ្ញុំអត់បានឲ្យអ្នកគ្នាថាត្រូវតែសងសឹកគ្នាបែបទង្វើអាក្រក់យកតបសងអាក្រក់ទេបាទនៅក្នុងភាសាអង់គ្លេសក៏គេមាន clear របស់គេមួយដែរគេថាម៉េចtoo wrong don't make a right គេថាការធ្វើខុសតបទៅនឹងទង្វើខុសវាមិនមែនជារឿងដែលត្រឹមត្រូវឡើយបាទ two wrongs don't make a right មានថាការធ្វើខុសហើយទៅតបនឹងទង្វើខុសវាមិនមែនជាទង្វើដែលត្រឹមត្រូវទេបាទអញ្ចឹងមានន័យថាបើយើងនិយាយខ្លីណាពីរងាប់ដោយការមិនចង់ពីឯបាទអាហ្នឹងគឺវាអញ្ចឹងមិនមែនថាអូគេធ្វើខុសហើយយើងធ្វើខុសតបទៅគេវិញអត់ទេបាទយើងត្រូវមើលកលៈទេសៈមើលស្ថានភាពដែរថាតើទង្វើទាំងអស់នោះយើងគូទៅតបស្នងទៅអត់បាទអាហ្នឹងគឺវាអញ្ចឹងបាទហើយចំណែកពាក្យមួយទៀតបាទគឺអ្នកឯងស្គាល់ខ្ញុំតិចពេកហើយបាទមិនមែន you know me little go ទេគឺគេមាន clear ទាំងនេះបាទនេះ clear ទាំងនេះសម្រាប់ប្រើដែលយើងចង់និយាយថាអ្នកឯងស្គាល់ខ្ញុំតិចពេកហើយណាបាទមិនមែន you know me little go ទេបាទឥឡូវយើងទៅមើល clear ទាំងអស់នោះថាតើវាមានអីខ្លះបាទអញ្ចឹង clear ទី1របស់យើងបាទដែលយើងនិយាយមិញណាគឺ you know me little go clear ទី1របស់យើងគឺយើងអាចប្រើ clear មួយទៀតគេហៅថា you clearly don't know me មានន័យថាអ្នកស្គាល់ខ្ញុំតិចពេកហើយឬក៏មានន័យថាអ្នកស្គាល់ខ្ញុំមិនច្បាស់ទេណាបាទអាហ្នឹងក៏គេប្រើជំនួសឲ្យអីគេបាទជំនួសឲ្យពាក្យដែលខ្ញុំនិយាយមិញគឺ you know me little go ណាបាទអាហ្នឹងអត់ត្រូវទេបាទនៅក្នុងភាសាអង់គ្លេសគឺគេមិនអនុញ្ញាតឲ្យប្រើអញ្ចឹងទេគឺគេមាន clear របស់គេទាំងហ្នឹងណាគឺទី1យើងអាចប្រើបានថា you clearly don't know me មានន័យថាអ្នកឯងស្គាល់ខ្ញុំអត់ច្បាស់ទេអាហ្នឹងមានថាអ្នកឯងស្គាល់ខ្ញុំតិចពេកហើយណាបាទឬក៏មួយទៀតយើងប្រើ clear នេះគេថា you underestimate me ណា you underestimate me នេះមានថាអ្នកស្គាល់ខ្ញុំតិចពេកហើយឬក៏មើលស្រាលខ្ញុំពេកហើយណាបាទអាហ្នឹងវាអញ្ចឹងបាទ clear ហ្នឹងគឺពេលគេពេញនិយមផុតសម្រាប់ប្រើតបទៅនឹងទៅកាន់នរណាម្នាក់ដែលមើលងាយសមត្ថភាពរបស់យើងណាបាទអាហ្នឹងគឺអញ្ចឹងឬក៏ clear មួយទៀតយើងអាចប្រើ clear មួយទៀតគេប្រើពាក្យមួយទៀតគេប្រើពាក្យថាyou don't know me at all បាទ you don't know me at all ហ្នឹងមានថាប្រើនៅពេលដែលគេវិនិច្ឆ័យលក្ខណៈអត្តចរិតរបស់យើងទាំងគេក៏ដឹងការពិតរបស់យើងមាន you know me at all ហ្នឹងមានថាអូអ្នកឯងស្គាល់ខ្ញុំច្បាស់បាទអ្នកឯងអត់ដឹងថាខ្ញុំហ្នឹងអាម៉េចផងហ្នឹងមានថាស្គាល់ខ្ញុំវាមិនអស់ចង់និយាយអញ្ចឹងបាទហើយវិនិច្ឆ័យវាអត្តចរិតលក្ខណៈរបស់យើងអាហ្នឹងអញ្ចឹងគឺ you don't know me at all បាទឬក៏មួយទៀតបាទ clear នេះមានថា I think you have misjudged me មានថាអ្នកឯងវាយតម្លៃខ្ញុំខុសហើយអាហ្នឹងក៏គេប្រើបានដែរបាទអាហ្នឹង clear ទាំងអស់ហ្នឹងដែលយើងចង់ប្រើបើយើងចង់ប្រើថាអ្នកឯងស្គាល់ខ្ញុំតិចពេកហើយបាទអ្នកឯងវាយតម្លៃខ្ញុំខុសហើយបាទ
អូគេyou underestimate បាទ you underestimate me just watch me do it បាទអ្នកឯងមើលស្រាលខ្ញុំពេកហើយចាំមើលខ្ញុំធ្វើឲ្យអ្នកឯងមើលបាទអ្នកឯងគាត់ថាខ្ញុំអត់ចេះសាវ៉ាមែនចាំមើលសាវ៉ាអ្នកឯងមើលណាបាទតែលេងទេណាបាទហើយនឹង clear មួយទៀតបាទចុងក្រោយបើតែមានមិនមែនមានតែប៉ុណ្ណឹងមាន clear ផ្សេងទៀតដែលយើងអាចប្រើបានណាប៉ុន្តែនេះខ្ញុំលើកតែអ្វីដែលខ្ញុំបានស្រាវជ្រាវឃើញបានដឹងទេបាទហើយបើមានកំហុសខុសឆ្គងកន្លែងណាសូមអធិស្ឋានផងបាទ clear នោះគឺយើងអាចប្រើ clear មួយទៀតថា don't judge the book by its cover មានកុំវាយតម្លៃសភៅត្រឹមតែសម្បកខាងក្រៅណាអ្នកគ្នាបាទកុំវាយតម្លៃសភៅត្រឹមតែសម្បកខាងក្រៅរបស់វាបាទបើកមើលសិនថាតំពបន្ទាប់នោះវាមានអត្ថន័យបែបណាបាទបើយើងគាត់តែឃើញវាហើយយើងវាយតម្លៃត្រឹមគម្របវាយើងអត់ដឹងពីអត្ថន័យរបស់វាទេបាទអាហ្នឹងយើងប្រើបានដូចគ្នាណាបាទ don't judge the book by its cover បាទអញ្ចឹងក្នុងវីដេអូហ្នឹងអត់មានអីទេបាទមានតែប៉ុណ្ណឹងបាទហើយសូមអរគុណបាទសូមជម្រាបលា